ជំរាបសួរបងប្អូនថ្ងៃនេះរៀបចំធ្វើម្ហូបសម្លម្ជូរគ្រឿងសាច់3ជាន់ចាសាច់3ជាន់ដាក់បន្លែធំណាបងប្អូនចាហើយនេះខ្ញុំឆាគ្រឿងឆាអីដាក់ទឹកប្រហុកខ្ញុំធ្វើទុកសម្រាប់បុកកាពិដូចជាបុកល្ហុងយើងឆាកាពិឆាអីគឺប្រើនឹងឆាអីក៏ដោយឲ្យតែត្រូវការប្រើប្រហុកហ្នឹងចាទោះបីខ្ញុំធ្វើអីក៏ដោយវាស្រួលវាឆ្អិនស្រាប់ហើយយើងបង់អានឹងចូលទៅឈ្ងុយហើយចាយើងកូរដាក់គ្រឿងត្រូវចាស្ករមានប៊ីចេងអីចឹងតាមការចូលចិត្តណាបងប្អូនហើយក៏មកងសាច់ឲ្យរៀងឆ្អិនចឹងទៅក៏ចាក់បន្លែគ្រាប់ចូលត្រឡប់ចុះត្រឡប់ឡើងចឹងចាបងប្អូនអើយឈ្ងុយទឹកប្រហុកធ្វើទុកយើងមិនចាំបាច់ច្រាំហុកច្រាំអីមកតែពិបាកធ្វើទុកចឹងទៅអត់ខូចទេហើយនេះបងមកជួយ7ជួយអីហើយចាហើយក៏ចាក់ទឹកចូលបន្តិចមកល្មមហើយទៅក៏គ្របទុកឲ្យវាឆ្អិនបន្លែបន្តិចទៅឲ្យចូលជាតិជាមួយសាច់ជាមួយគ្រឿងអីចឹងសិនចាឆ្អិនបន្លែឆ្អិនសាច់ល្មមហើយបងខ្ទិះដូងចូលបងប្អូនខ្ញុំចូលចិត្តស្លម្ជូរគ្រឿងកកូរអីគឺប្រើខ្ទិះដូងតែអត់ប្រើច្រើនទេគឺប្រើបន្តិចចឹងណាចាប្រើច្រើនពេកទលាន់ចាត្រូវតែដាក់បន្តិចអញ្ចឹងហ្មងហើយចុងក្រោយហ្នឹងគឺបងរះព្រៅបងប្អូនចាបងរះព្រៅឈ្ងុយហើយយើងចង់បងជីនាងវងក៏បានដែរហើយរសជាតិឡើងឈ្ងុយនិយាយពីទឹកប្រហុកហ្នឹងក៏ឆ្ងាញ់ឈ្ងុយដែរចាហើយអរគុណបងប្អូនដែលបានចូលមើលនាងខ្ញុំធ្វើម្ហូបរាល់លើកនេះឯងចាអរគុណច្រើនបងប្អូនចា